ចាសូមគោរពជម្រាបសួរលោកគ្រូអ្នកគ្រូឬក៏សិស្សានុសិស្សដែលកំពុងតាមដានវីដេអូនេះទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញទៅលើប្រធានបទមួយទៀតស្ដីអំពីលីកែនចាតើលីកែនជាអ្វីទាំងអស់គ្នាអាចប្រហែលជាធ្លាប់ស្គាល់លីកែននៅលើដែលដុះនៅលើសម្បកឈើឬក៏នៅលើដុំថ្មតាអញ្ចឹងយើងអាចសាកល្បងឆ្លើយទៅគ្នាថាតើលីកែនគឺជាអ្វីចាលីកែនជាសារពាង្គកាយសហប្រាណរវាងផ្សិតនិងសារ៉ាយឬក៏បាក់តេរីស្វ័យជីបដែលយើងហៅថាពួក cyanobacteria ហើយជាទូទៅលីកែនវាដុះនៅលើសម្បកឈើឬក៏នៅលើដុំថ្មដែលជាយើងឃើញជាទូទៅភាគច្រើនចាអញ្ចឹងទី1គឺយើងនិយាយអំពីសមាសធាតុផ្សំនៃលីកែនវាកើតឡើងពីការរួមផ្សំគ្នារវាងផ្សិតវាដើរតួនាទីជាអ្នកបង្កើតទម្រង់ការពាររក្សាសំណើមហើយវាស្រូបយកអាហារដែលផលិតឡើងដោយសារ៉ាយឬក៏ពពួកបាក់តេរីទី2គឺភ្នាក់ងារធ្វើរស្មីសំយោគដែលអាចជាសារ៉ាយបៃតងឬមកក៏ពួកបាក់តេរីប៉ុន្តែវាជាប្រភេទ cyanobacteria ដែលវាអាចធ្វើរស្មីសំយោគបានពួកវាមាន chlorophyll ដែលអាចធ្វើរស្មីសំយោគដើម្បីបង្កើតអាហារដែលចែករំលែកទៅឲ្យផ្សិតហើយវាស្រូបយកសារធាតុខានិចពីផ្សិតហើយវាយកផ្សិតធ្វើជាទីជម្រករបស់វាផងដែរគេថាលីកែនជាផ្សិតតើពិតដែរឬទេចម្លើយគឺវាមិនពិតទាំងស្រុងទេគេថាលីកែនមិនមែនជាផ្សិតតែមួយមុខទេវាជាការរួមផ្សំគ្នារវាងផ្សិតហើយនិងសារ៉ាយឬក៏ពពួកបាក់តេរីស្វ័យជីបដែលយើងហៅថាពួក cyanobacteria ផ្សិតវាជាអ្នកផ្ដល់ការការពារនិងទម្រង់ចំណែកសារ៉ាយវាផលិតអាហារដោយប្រើពន្លឺព្រះអាទិត្យដូច្នេះលីកែនគឺជាសារពាង្គកាយសហប្រាណមិនមែនមានតែផ្សិតតែមួយមុខប៉ុណ្ណោះទេហេតុអ្វីបានជាគេថាលីកែនជាសារពាង្គកាយត្រួសត្រាយចាដោយសារតែលីកែនជាសារពាង្គកាយត្រួសត្រាយពីព្រោះវាជាសារពាង្គកាយទី1ដែលកើតឡើងនៅលើថ្មក្នុងតំបន់ក្រោយពេលមានបន្ទុកភ្នំភ្លើងឬក៏ភ្លើងឆេះយូរទៅលីកែនបំបែកថ្មបន្តិចម្ដងឲ្យទៅជាដីដែលសារពាង្គកាយដទៃទៀតអាចលូតលាស់បាននៅក្នុងតំបន់នោះលីកែនជា indicator ដែលប្រើវាសម្រាប់ឆ្ងល់បង្ហាញនៃកង្វក់ខ្យល់លីកែនមានភាពរស់ទៅនឹងកង្វក់ខ្យល់ហើយវាអាចងាប់នៅពេលដែលធាតុកខ្វក់កើនឡើងដូច្នេះអ្នកវិទ្យាសាស្ត្រអាចវាយតម្លៃពីគុណភាពខ្យល់ក្នុងតំបន់មួយបានចាទី5គឺយើងនិយាយអំពីការប្រៀបធៀបភាពខុសគ្នារវាងសារពាង្គកាយផ្សិតនិងលីកែនអញ្ចឹងយើងមកមើលទាំងអស់គ្នាថាតើលីកែនហើយនិងផ្សិតវាមានភាពខុសគ្នាយ៉ាងដូចម្តេចខ្លះចាអញ្ចឹងយើងមើលទី1ផ្សិតជាសារពាង្គកាយមានថាផ្សិតគឺវាបង្កឡើងតែពីសារពាង្គកាយតែមួយទេចំណែកឯលីកែនវាជាសារពាង្គកាយសហប្រាណរវាងផ្សិតហើយនិងសារ៉ាយឬក៏ពពួក cyanobacteria ទី2ផ្សិតវាអាចធ្វើរស្មីសំយោគបានទេប៉ុន្តែចំណែកលីកែនគឺវាអាចធ្វើរស្មីសំយោគបានដោយសារតែនៅក្នុងសារពាង្គកាយរបស់វានឹងគឺមានពពួកសារ៉ាយឬក៏ពពួក cyanobacteria ចំណែកឯទីកន្លែងដុះរបស់វាវិញចំពោះផ្សិតគឺវាដុះនៅកន្លែងដែលមានសំណើមងងឹតមានសារធាតុសរីរាង្គច្រើនដូចជានៅលើដីឬក៏នៅលើដើមឈើឬក៏ស្លឹកឈើដែលពុកណាឬក៏នៅលើចំណីអាហារចំណែកឯលីកែនវិញគឺវាអាចរស់នៅបានកន្លែងដែលលំបាកខ្លាំងដែលផ្សិតធម្មតាហ្នឹងគឺមិនអាចរស់នៅបានដូចជានៅលើនៅលើផ្ទៃថ្មទទេស្អាតនៅលើសម្បកឈើស្ងួតឬក៏តំបន់ដែលមានអាកាសធាតុត្រជាក់ខ្លាំងចា៎ចំពោះផ្សិតវាដើរតួនាទីជាអ្នកបំបែកកាកសំណល់សរីរាង្គឲ្យទៅជាជីវជាតិនៅក្នុងដីឡើងវិញហើយចំពោះលីកែនវិញវាត្រូវបានគេចាត់ទុកជា indicator សម្រាប់អវាស់ស្ទង់គុណភាពខ្យល់ប្រសិនបើខ្យល់មានការបំពុលខ្លាំងលីកែនអាចនឹងងាប់ឬក៏មិនអាចរស់បាននៅក្នុងតំបន់នឹងទេចាអញ្ចឹងចំពោះការបង្ហាញរបស់នាងខ្ញុំអំពីលីកែនត្រូវបានបញ្ចប់សូមអរគុណសម្រាប់ការតាមដានទស្សនាវីដេអូនេះទាំងអស់គ្នាយើងជួបគ្នាបន្តទៀតនៅវីដេអូបន្ទាប់ចាសូមអរគុណសូមគោរពជម្រាបលា